Tôi chẳng mất xây đó là hai ô này anh biết làm trăm tàu cái mình tàu chiêu nè anh biết mình nói tay xây là hai cho mình đang cái đạp biết bờ đắng hết chưa ở đắng này cho mình kia mình chạy to mà chưa nhom lụa sạp vào đây lụa sạp vào đây cho mình chạy to tầm trăm tàu kia bên chưa anh mình chạy to ở score lên men ở score lên lụa sạp vào đây lụa sạp tại score lên trăm tàu thì chẳng có bạn chạy to từ này cứ chia mà tàu bạt chun song sayได้ชิมมดแพะนั่งบาประชาชนบานทั่วกาใช้ต่างปีใครกับพงชนางเมาเยอะเปรบานก็ราคาบ่ราคาสปานมาชูบในไงนี่บาโดยบองโปรของบาชนรองครัวชิมประจำโต้นชีเคยหนามเลยก็บานชีผมบกแต่มาดองโตโตบ่หยุ่มเจ้าไม่บานเวียกใช้โตไหนบานโตบ่อุ่นหยุ่มโตบ่อุ่นหยุ่มโตบ่อุ่นไหนนี่นี่บ่อุ่นหัวหยุ่มนี่บ่อุ่นไหนโยปีบ่อุ่นหยุ่มมาแต่ยังสกอร์มาโตนั่งโตไม่กี่ในทูในกรอบบ่เนี่ยในกรอบนี่ไงบ่cho ôn phò bò nãy miền Việt tham hết việc xây được việc làm việc xây chi cái là khai rồi là khai trên một khai một mặt là khai trên một khai rồi đang xây mà tô viên mền rồi cho này mình đang tham video mà tô kim màu đang viết tâm mau bị ná phò nhưng tâm nơi thôi xong sao mình bây giờ nãy du nam nữ nhưng mà đang viết qua hay tăng tên na phòng nhưng mà thái qua viết tăng đang qua cha hay ngâm cả đất tham tao đang video kem mau đây ធ្លាប់តែលើគេល្បីប៉ុន្តែដែលបានសាក់ប្រើខ្លាំងណាស់ចុចមកទីចណាព្យាបាលស្បែកមុខប៉ិតអ្នកប្រើបានផលច្រើនខ្លាំងមែនតើអតិថិជនមួយលាន់មករសារគ្រប់គ្នាជាពិសេសតម្លៃធូរគុណភាពល្អប្រើបានផលមានការធានាជូនប្រើអត្រាប្លែកអត់ស្អាតធានាដូរលុយជូនវិញគ្រប់ចំនួនទៀតអ៊ុយប្រិមិត្តទួយជនមានការភ្ញាក់ផ្អើលដោយធ្វើការខ្វះខ្លួនបានបាទយុវជនមួយក្រុមដែលជាជនសង្ស័យធ្វើការលួចម៉ូតូតាំងពីខេត្តកំពង់ឆ្នាំងមកនេះប្រិមិត្តជនដែលម៉ូតូមិត្តភ័ក្ដិដល់ពេលខាត់ខ្លួនបានហ្នឹងគឺធ្វើការឆ្លើយប្រាប់ម្ចាស់ម៉ូតូថាខ្ចីរយៈពេលកន្លះខែប្រិមិត្តជនដោយបងប្រុសម្ចាស់ម៉ូតូនោះធ្វើការខាត់ខ្លួនបានហើយបាទដោយជីវប្រវត្តិតែម្ដងដោយឃើញស្លាកលេខម៉ូតូឥឡូវនេះមានការភ្ញាក់ផ្អើលនៅខាងក្រោយខ្នងខ្ញុំនេះតែម្ដងបាទស្ថិតនៅបាទសង្កាត់បាទចតុមុខខណ្ឌនំពេញរាជធានីភ្នំពេញតែម្ដងកំពុងតែមានការភ្ញាក់ផ្អើលខាងក្រោយខ្នងខ្ញុំនេះរងចាំបាទកម្លាំងជំនាញសមត្ថកិច្ចធ្វើការចុះមកធ្វើការនាំខ្លួនបាទជនសង្ស័យធ្វើការលួចម៉ូតូទៅប៉ុស្តិ៍ដើម្បីសួរនាំពាក់ព័ន្ធជុំវិញរឿងរ៉ាវខាងលើនេះប្រិយជនគេចាំម៉ូតូហ្នឹងដែរម៉ូតូយកម៉ូតូណាគេតោគេយកអោណែយកបាទអនឯឈ្មោះមួយបាទយកមកពីណាពងឆ្នាំងបាទអញ្ចឹងគេមកតាមដល់តនហ្នឹងម៉ូតូយកមិត្តភ័ក្តិឬក៏លួចយកជាប្រវត្តិបាទអូនណាចាំតូអូនចាំតូគាត់នេះតែយកហ៎បាទថាខ្ចីម៉ូតូណែជីដែរមិនលួចហ៎បាទវាថាខ្ចីណាមចាំតូណាមចាំតូណាមចាំតូមើលបាទទៅឯខ្លាចអេបទៅចូលមកឯខ្ចីបានខែអត់ដល់ខែណាកន្លះខែខ្ចីកន្លះខែបានហើយមាន5ចាំទៀតទៅមកអូភាពស្មោះត្រង់នេះមើលឲ្យវាថាខ្ចីកន្លះខែតូនឯងឬក៏វាយកម៉ូតូមិត្តភក្តិគ្នាមែនមិត្តភក្តិគ្នាដែរណាស្គាល់ណៃទៅបាទខ្ញុំស្គាល់ម៉ូតូយកស្គាល់ខ្ញុំផងស្គាល់ម៉ូតូរបស់ខ្ញុំចុះមិនបានវាខ្ចីម៉ូតូណៃបានតូបងអូនខ្ញុំតូរបស់បងអូនខ្ញុំម៉ូតូរបស់បងអូនណៃនេះគ្នាបងអូនរបស់ខ្ញុំគ្នាបងអូនណៃយកពីបងខ្ញុំមកតែខ្ញុំស្គាល់ម៉ូតូហ្នឹងតូម៉ែគេនេះធូនេះក្រោះបងនេះក្រោះនេះណាបាទហើយចុះបងអូនប្រុសបងណៃមានប្រាប់ថាម៉េចវាខ្ចីឬក៏វាថាវាខ្ចីជីកែកន្លះខែដល់កន្លះខែជិតមួយខែបងបាត់យូរដែរកន្លះខែជិតមួយខែហើយតាំងនៅកំពង់ឆ្នាំងហើយដល់ពេលបងអូនណៃតាក់តណៃណៃនៅពេញដើរមើលទៅបាទចេះជីខ្ញុំមកទិញមកជូរហូបហ្នឹងចេះហើយមិនឃើញវាពុះធ្វើអីមិញវាជីឆ្លងស្តុបបងជីឆ្លងស្តុបដល់ពេលកកលេចមកឃើញហ្មងហើយមិនបានស្ទាក់បានចាប់បានជីឃើញស្លាកលេខម៉ូតូរត់លបពីក្រោយហ្មងជីតន់នឹងស្តុបនេះយកហ្មងនៅវាយមើលចុះអីរត់គាត់លឿនជាងម៉ូតូទៀតចឹងបើវាឈប់វិញមិនរត់ពីក្រោយអត់មានបានដាក់ពាក្យបណ្ដឹងទេដាក់ហើយហ្មងដាក់នៅខែតដាក់នៅខែទេបាទអូហើយគ្នាប្រហែលអ្នកមិនជីនេះខ្ញុំចាប់បានហ្នឹង2អ្នកខាងនោះទេបង2អ្នកស្រី6មួយស្រីមួយចាប់ហ្នឹងតែចាប់បានស្រីមួយ6មួយនេះទេម្នាក់អីជ័យនោះអ្នកជ័យយើងតែគាត់ជីហ្នឹងនេះអ្នកយកណាអ្នកមកចាំម៉ូតូអ្នកស្រីមួយណាមើល2អ្នកបងប្រុសគាត់អ្នកជីម៉ូតូនឹងដល់ពេលខ្ញុំចាប់បាននេះ2អ្នកនេះបាទ2អ្នកគាត់អ្នកជីហ៎បាទគាត់អ្នកជីហើយនេះអ្នកយកចឹងខ្ចីតនេះរហូតខ្ចីតគ្នាចឹងបាទនេះគឺជាម៉ូតូបាទជនសង្ស័យដែលជាមិត្តភ័ក្តិហ្នឹងបាទប្រជាជនបានធ្វើការខ្ចីតាំងពីខេត្តកំពង់ឆ្នាំងមករយៈពេលបាទកន្លះខែបាទកន្លះខែទៅបានមកជួបនៅថ្ងៃនេះបាទដោយបងប្រុសបាទជនរងគ្រោះជាម្ចាស់ម៉ូតូជីឃើញតាមផ្លូវក៏បានជីប្រវត្តិតែម្ដងដោយមានផ្លាកលេខភ្នំពេញបាទ1 LC 7800
យកពីខេត្តកំពង់ឆ្នាំងមកឯណោះបាទក៏តាមតន់ថាខ្ចីជីបាទតែម្ចាស់ម៉ូតូបានដាក់ពាក្យបណ្ដឹងឲ្យនៅកំពង់ឆ្នាំងនៅប្រជាជនឥឡូវនេះគឺកម្លាំងសមត្ថកិច្ចបានធ្វើការបាទចុះមកដើម្បីធ្វើការបាទគាត់ខ្លួនតាមពាក្យបណ្ដឹងបាទទោះពាក្យបណ្ដឹងនៅខេត្តក៏សមត្ថកិច្ចសហការធ្វើការគាត់ខ្លួនដែរដោយសារគាត់បាទខ្ចីម្ដងលេងកន្លះខែណោះប្រជាជនកន្លះខែមិនធម្មតាណាមិនមែនមួយថ្ងៃពីរថ្ងៃណាមិត្តភ័ក្តិបាទមិត្តភ័ក្តិខ្ចីរបស់មិត្តភ័ក្តិតែអត់មានអាណិតអាសូរម្ចាស់ម៉ូតូគេទេបាទខ្ចីម្ដងកន្លះខែគេបាទជីឥឡូវនេះត្រូវបានបាទបងប្រុសក្រុមមិត្តភ័ក្តិហ្នឹងគឺយកគាត់ខ្លួនបានឲ្យប្រជាជន ជ័យម៉ូតូវាមែនអត់ចុះអនឡាញមិនដឹងថាវាយកម៉ូតូគេមក ដឹងវាដឹងវាទៅមកពីណាផង ខ្ញុំមិនដែរស្គាល់ទេហើយវាសង្សារមិន ខ្ញុំតែមិននៅ អូសង្សារមិត្តភ័ក្តិអនឡាញយូរឆ្នាំទៅ ខ្ញុំមិនដឹងវាស្គាល់គ្នាតាំងពីណាផង អេអនឡាញមិនអ្នកយកទេអនឡាញមិនខ្លាចទេអនឡាញនិយាយបាទមកត្រង់មកបងគាត់ផ្សាយជួយការពីអនឡាញទេបើសិនជាអនឡាញតាមលើត្រង់ណាអញ្ចឹងអនឡាញមិនខ្លាចបងទេអញ្ចឹងអនឡាញខ្ចីវាចំណុចណាវាមួយ នៅបន្ទប់ ខ្ញុំគង់ដែរវាមកបាទ ចុះម៉ូតូ វាទៅមកដល់ពេលហើយក៏ផ្សេងម៉ូតូវាចេញមកអីញ៉ាំមក អើយញ៉ាំណោះបាទតែពេលហ្នឹងមិញពេលដែលគេខត់អនឡាញទុកហ្នឹងគេមានបានប្រាប់ហ៎ថាម៉ូតូវាយកគេបោះគេមក គាត់ប្រាប់ តែមានប៉ះពាល់អនឡាញណា អត់ទេបង តែប្រាប់គាត់តាមហ្នឹងដែរណោះ តាមព្រោះហើយតែហៅវាមក ឥឡូវបន្ទាប់ពីអនឡាញដឹងដំណឹងថាវាយកម៉ូតូគេអនឡាញនៅរាប់អានគេទៀតទេមើលទៅ ខ្ញុំមិនដែរស្គាល់វាតាំងម្ដង ខ្ញុំស្គាល់ ស្គាល់ចាហើយខ្ញុំក៏ដឹងថាម៉ូតូនឹងវាយកគេមកដែរ ខ្ញុំដឹងអត់ឲ្យវាទៅបន្ទប់ហ្នឹងទេ អូចឹងវាទៅមកសុំបន្ទប់អនឡាញនៅទេ អត់ទេនៅ នៅមួយគ្នាតែដឹងឲ្យវាយកម៉ូតូគេមក នៅបានថ្ងៃហ៎ ខ្ញុំទៅមកបាន2ថ្ងៃហើយសង្សារខ្ញុំនៅវា ព្រោះដោយសារមិត្តភក្តិខ្ញុំហ្នឹងសង្សារវា លេពេលយប់ប្រើប៉ុន្តែលេពេលថ្ងៃអត់ប្រើប្រៀបដូចជាបងប្អូនទាំងគ្នាចេញទៅក្រៅដោយស្លៀកខោអត់ពាក់អាវអញ្ចឹងពេលយប់ហើយនឹងពេលថ្ងៃគឺជាពេលវេលាមួយដែលយើងត្រូវប្រើ skin care ដូចតែគ្នាទេប៉ុន្តែអ្នកខ្លះគាត់អត់ដឹងអំពីតម្រូវការក៏ដូចជាអត្ថប្រយោជន៍នៃការប្រើជាមួយនឹង day cream ថ្ងៃនេះខ្ញុំមកប្រាប់បងប្អូនទាំងគ្នាអំពីអត្ថប្រយោជន៍របស់ day cream TGN ដែលអាចជួយឲ្យគេបាន3 in 1នៅក្នុងនឹងជួយការពារកម្ដៅថ្ងៃលើពីលេខធម្មតារហូតដល់60ដុល្លារជួយបិទបាំងចំនួនម្សៅតំណម្សៅផាត់បានយ៉ាងស្អាតល្អចំនឹងបំពន់ស្បែកមុខដូចជាលេសរ៉ាយពេលយប់ដែរអញ្ចឹងបងប្អូនប្រើជាមួយនឹង day cream TGN នេះហើយគឺថាចំណេញខ្លាំងតែម្ដងជួយបានទាំងការពារហើយនឹងព្យាបាលស្បែកមុខបងប្អូនទាំងគ្នាទៀតផងសម្រាប់បងប្អូនមានបញ្ហាស្បែកមុខក៏បើប្រើជាឈុតវិញកាន់តែទទួលបានប្រសិទ្ធភាពពោះបន្ថែមទៀតដោយសារតែយើងមានការធានារកការប្រើអត់ត្រូវផ្លាយធានាសងលងវាគ្រប់ចំនួនតែម្ដងមើលតែពី3បងប្អូនយើងដាក់នៅក្នុងនឹងជាក់ស្ដែងតែដឹងហើយព្យាបាលស្បែកមុខពិតៗគេប្រំចង់សាកប្រើអាចសាកប្រើជាមួយប្រអប់ទូចបានគុណភាពដូចជាប្រអប់ធំអញ្ចឹងតម្លៃធំមែនតែបងប្អូនទាំងគ្នាចាក់តំណែងតំណងទិញតាមរយៈ page ដែលនាងខ្ញុំដាក់នៅក្នុងវីដេអូខាងលើនេះ